មតិបណ្ឌិតខ្មែរអត់សូវស្ដាប់ទេដល់ចុងក្រោយភ្លោះគ្នាជាមួយថៃទៅយកមតិបណ្ឌិតថៃយកមកផ្សាយនៅក្នុង Facebook របស់គាត់ទៅវិញដើម្បីដូចថាបើគាត់ស្រឡាញ់គំនិតបណ្ឌិតហើយបណ្ឌិតថៃហ្នឹងគឺយកមកហ្នឹងមិនមែនជាក្នុងន័យមួយថាយកមកដើម្បីឲ្យមានបញ្ហាល្អកលឿនជាមួយថៃទេគឺយកមកដើម្បីយកបន្លាជួបបន្លាគឺស្លឹកត្នោតខ្ចប់ស្ករត្នោតយកទស្សនៈបណ្ឌិតថៃដែលជំទាស់នឹងអ្វីដែលរដ្ឋាភិបាលថៃធ្វើដូចតកតងរឿង UNCLOS តកតងនឹងរឿងផែនទីខ្នាត1លើ200,000អីហ្នឹងគឺយកអាហ្នឹងទៅបកចាញ់ចោលទៅរដ្ឋាភិបាលថៃវិញថាបណ្ឌិតបញ្ញវន្តថៃក៏គេជំទាស់រឿងហ្នឹងដែរនៅក្នុងន័យអញ្ចឹងក៏ប៉ុន្តែចុះបញ្ញវន្តបណ្ឌិតខ្មែរមកកណក៏ដឹងហ្នឹងអត់មាននរណានិយាយអីបានសោះដែលគាត់អាចនឹងដកស្រង់យកមកនឹងផ្សាយបានទេឬក៏យ៉ាងដូចម្ដេចអាហ្នឹងក៏យើងថាឆ្ងល់អញ្ចឹងដែរតែគាត់ពិតជាឲ្យតម្លៃបណ្ឌិតឬក៏យ៉ាងណាតែសរុបសេចក្តីមកវិញលោកហ៊ុនម៉ាណែតបង្ហោះសារនេះគឺមិនមែនជាចេតនាចង់លើកស្ទួយមតិទូទៅដើម្បីឲ្យគោរពស្រឡាញ់មតិកុំមើលងាយគ្នាទេគឺជាន័យចង់គម្រាមកំហែងឬក៏ពមៀនដល់បណ្ឌិតកុំឲ្យមាត់អត់គម្របទេតែប៉ុណ្្នឹងឯងគឺបានន័យថាបណ្ឌិតដែលចិត្តដាច់ទូចអីហ្នឹងនៅសល់តិចតួចបំផុតហ្នឹងគឺចង់ប្រាប់ថាតែនិយាយអត់គម្របគឺលងទឹកខ្សៃអញ្ចឹងចង់និយាយអញ្ចឹងស្ថានភាពហ្នឹងគឺចង់ពមៀនគម្រាមប្រាប់ថាអត់មានខុសអីពីរឿងបណ្ឌិតហើយនឹងទូកហ្នឹងទេគឺនឹងហែលទឹកអត់រួចហើយស្លាប់ចឹងអត់នរណាជួយអីចឹងទៅបើសិនជារិះគន់ឬក៏និយាយអីគ្រប់រឿងអត់មានគម្របអាហ្នឹងចឹងឥឡូវខ្ញុំស្រេះរឿងហ៊ុនម៉ាណែតថ្ងៃនេះលោកហ៊ុនសែនគាត់រវល់យករឿងហ្នឹងមកដែរឥឡូវហ្នឹងគាត់ទៅយកអាវីដេអូ AI គេបង្កើតណាមកហ្នឹងដែលគាត់យកមកតាមគេដែរទេយកមកនិយាយរឿងហ្នឹងទៀតអត់ទាន់ចប់ទេហើយសារលោកហ៊ុនសែនគឺអត់ខុសពីលោកហ៊ុនម៉ាណែតទេគឺចង់ផ្ញើសារទៅបណ្ឌិតកម្រដែលចិត្តផុតពូជស្លាប់អស់ហើយហ្នឹងប្រាប់ថាឲ្យមានកម្របមាត់ព្រោះអីតើអត់មាត់អត់កម្របគឺនឹងមានផលដល់ខ្លួនបញ្ហាដូចតែរឿងលងទឹកនៅក្នុងហ្នឹងទៀតយកមកអញ្ចឹងដែរដែលគាត់និយាយស្នើគាត់ប្រើពាក្យមួយថាស្នើឲ្យបណ្ឌិតឬក៏អ្នកវិភាគទាំងអស់ដែលនិយាយបញ្ហារឿងសន្តិសុខជាតិបញ្ហាយោធាបញ្ហាយុទ្ធសាស្ត្រវាយជាមួយថៃអីហ្នឹងណាកុំយកក្បាលមីក្រូនិយាយជាសាធារណៈត្រូវវិភាគនៅក្នុងបន្ទប់បិទចិត្តហើយផ្ដល់ដំណឹងនេះទៅឲ្យក្រសួងការពារជាតិជាយោបល់អីទៅល្អជាងនិយាយជាសាធារណៈបែបនេះខ្ញុំសរសើរលោកហ៊ុនសែនត្រង់ថាគាត់ចេះប្រើពាក្យស្នើសុំគួរតែអីចឹងព្រោះភាសាហ្នឹងលោកអត់ដែរសូវប្រើទេតែគាត់មិនពេញចិត្តហ្នឹងគាត់ងើបមួយវាយមួយចាប់ដាក់គុកអស់ហើយក៏ប៉ុន្តែម្ដងនេះស្រាប់តែគាត់ចេះប្រើពាក្យថាសុំគួរឲ្យបណ្ឌិតអ្នកវិភាគអីហ្នឹងនិយាយពីរឿងយុទ្ធសាស្ត្ររឿងយើងខ្សោយយើងខ្លាំងអីហ្នឹងតាក់ទងនឹងហ្នឹងឲ្យកុំនិយាយជាសាធារណៈបែបហ្នឹងអីឲ្យនិយាយទៅនៅក្នុងបន្ទប់បិទចិត្តទៅហើយបើថាមានគំនិតល្អៗហ្នឹងយកទៅឲ្យផ្នែកគេធ្វើការកិច្ចការងារហ្នឹងហើយគាត់ក៏និយាយទៀតថាអ្នកដែលធ្វើការងារគេអត់ចាំបាច់និយាយច្រើនអញ្ចឹងទេគេធ្វើតែការងារទៅបានសាច់ការព្រោះគាត់និយាយប្រាប់ប្រើពាក្យថាបើទោះមន់មិនរងាវក៏ថ្ងៃនៅតែរះអីចឹងគាត់អាសានិយាយដែររឿងហ្នឹងរឿងមន់មិនរងាវថ្ងៃក៏រះក៏ចង់និយាយថាបើបណ្ឌិតទាំងអស់ហ្នឹងមិននិយាយអីវិភាគទៅតាមបណ្ដាញសង្គមអីព្រោះក៏អត់មានបញ្ហាអីតាក់ទងនឹងការអនុវត្តការងារសង្គមគេធ្វើរាល់ថ្ងៃបណ្ឌិតមួយចំនួនគេប្រឹងធ្វើការអីចឹងទៅគេចាំបាច់មកនិយាយបបាច់ហ្នឹងន័យគាត់ចង់និយាយចឹងនិយាយទៅន័យដែលគាត់និយាយមកហ្នឹងគឺចង់ពមៀនបណ្ឌិតទាំងអស់ហ្នឹងកុំឲ្យមាត់អត់គម្របតែប៉ុណ្្នឹងទេតែន័យនេះវាមានន័យយ៉ាងម៉េចទៀតចង់និយាយថាពីសេរីភាពសារព័ត៌មានឬក៏បញ្ចេញមតិទូទៅគឺមានន័យថានៅស្រុកខ្មែរយើងអាចនិយាយបានតែក្នុងករណីសរសើររដ្ឋាភិបាលទេនេះគឺន័យហ្នឹងគឺខ្លីប៉ុណ្ណឹងបណ្ឌិតខ្លះជួនកាលអត់បានដូចថាស្មានតែគេអនុញ្ញាតដោយលោកបណ្ឌិតប៉ុណ្ណេះគេហៅអាកមន់គម្រាមសត្វស្វាយលោកបណ្ឌិតកិនភៀដែលជាបណ្ឌិត7មករាដែរហ្នឹងគាត់ខំប្រឹងចេញសារចេញឲ្យដោយលោកបណ្ឌិតយងពៅអីហ្នឹងខំប្រឹងចេញសារចេញអីប៉ុន្តែអ្នកដែលលេចធ្លោជាងគេដែលអាចចេញសារអីនិយាយហ៊ានរិះគន់រដ្ឋាភិបាលខ្លះគឺបណ្ឌិតកិនភៀតែមិនចេញលោកបណ្ឌិតញ៉លរដ្ឋាមកហ្នឹងគឺឆ្វាច់ពេញបណ្ដាញសង្គមមកហ្នឹងគឺផ្អើលដល់ឋានប៉ុណ្ណឹងពួកបណ្ឌិតកិនភៀនិយាយស្អំរដ្ឋាភិបាលតែរហូតទេគាត់និយាយពីបញ្ហាពុករលួយបញ្ហាអសកម្មនៅក្នុងសង្គមត្រូវគ្រប់រឿងប៉ុន្តែចុងក្រោយគាត់ការពារមេថ្នាក់ដឹកនាំគាត់ថាកំហុសនឹងមកពីមន្ត្រីថ្នាក់ក្រោមអីចឹងរហូតរត់កិនភៀគាត់មានអាសាដែលបិទកតុយហ្នឹងគឺការពារមេរហូតអត់ដែលខុសឲ្យមេគាត់គឺគាត់បន្ទោសតែរិះតូចតាចឬប្រជាប្រដ្ឋអ្នកក្រៅមកបាត់គាត់អាចបន្ទោសមេទេថ្នាក់ដឹកនាំឯងនិយាយទៅគ្រួសារដែលដឹកនាំកូនចៅឲ្យលហេកលហាចចូលបងធំជួញដូរគ្រឿងញៀនឬក៏ធ្វើរស៊ីផ្លូវភេទអនាចារអញ្ញាហ្នឹងគឺគាត់ទៅបន្ទោសកូនហ្នឹងអត់បន្ទោសម៉ែឪដែលជាអាណាព្យាបាលគ្រប់គ្រងកូនហ្នឹងនឹងកំណត់លោកកិនភៀតែដឹងថាទង្វើដែលធ្វើមកហ្នឹងវាខុសគាត់ថាចុងក្រោយគាត់ថាអ្នកដែលខុសហ្នឹងគឺកូនទាំងអស់ហ្នឹងនិយាយទៅគឺវប្បធម៌បន្ទោសជនរងគ្រោះខ្ញុំថាសិលធម៌បណ្ឌិតខ្មែររៀងទៀបបន្តិចនៅពេលដែលយើងបន្ទោសជនរងគ្រោះថាពេលដែលត្រូវគេរំលោភហើយយើងចោតប្រកាន់មកពីនាងស្លៀកខ្លីសប្តាហ៍ហ្នឹងគឺខ្ញុំសរសើរពីមតិបណ្ឌិតយើងដែលហ៊ាននិយាយហ៊ានអីក៏ប៉ុន្តែបណ្ឌិតយើងគាត់ self censorship ហ្នឹងគឺវាមាននៅក្នុងការដែលរដ្ឋបတ်សេរីភាពបញ្ចេញមតិខ្លួនឯងខ្លាចប៉ះពាល់មេគ្រប់យ៉ាងអញ្ចឹងទៅយើងអត់បានកំណត់អីដែលយកមកជជែកផុសផុលហើយដល់ពេលលោកញ៉ាំរដ្ឋាចាប់ផ្ដើមនិយាយពីបញ្ហាខ្មែរយើងវាគ្មានប្រៀបលើសមរភូមិគ្មានប្រៀបតកតងសង្គមសេដ្ឋកិច្ចបញ្ហាបញ្ញវន្តបញ្ហាជនអីលក្ខណៈប្រៀបធៀបជាមួយប្រទេសថៃប្រទេសជិតខាងអីរឿងបដ រឿងទាំងអស់នោះវាជារឿងពិតទេរឿងដែលតាក់ទងនៅក្នុងបញ្ហាសង្គមបញ្ហាថៃវាយយើងបានដោយសារតែហ៊ានយើងការគ្រប់គ្រងវិស័យការពារជាតិយើងនៅមានភាពទុនខ្សោយខ្មែរយើងបាច់បាក់សាមគ្គីបញ្ហាងើបមួយវាយមួយសិតតែរឿងពិតនៅក្នុងសង្គមឯងប៉ុន្តែអត់មាននរណាហ៊ាននិយាយដល់ពេលលោកញ៉ាំរដ្ឋាហ៊ាននិយាយលោកញ៉ាំរដ្ឋាក៏អត់ឆ្លាតដូចលោកកិនភៀគាត់និយាយរឿងសង្គមហ្នឹងក៏ប៉ុន្តែគាត់រកកន្លែងណាមួយដើម្បីបិទឲ្យមេគាត់រួចខ្លួនដល់លោកញ៉ាំរដ្ឋាចេញមកគឺទៅទាំងអស់ហ្មងចង់និយាយថាវាមាន100ចេញ100ដល់អញ្ចឹងទៅរឿងបណ្ដោយរឿងហ្នឹងគឺរឿងដែលយកអារឿងបណ្ឌិតហើយនឹងទូកចៅអីអញ្ចឹងអ្នកចៅទូកអីហ្នឹងមកគឺដើម្បីប្រាប់ទៅទាំងអស់ទាំងបណ្ឌិតកិនភៀទាំងលោកបណ្ឌិតមាសនីទាំងលោកបណ្ឌិតយងពៅទាំងលោកបណ្ឌិតញ៉លរដ្ឋាឬបណ្ឌិតផ្សេងទៀតអីអ្នកវិភាគផ្សេងទៀតអីហ្នឹងថាបានហើយតិចថាគេមិនបានប្រាប់អានេះសារអញ្ចឹងទេបងប្អូនតិចថាគេមិនបានប្រាប់ខ្ញុំជឿថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតចិត្តល្អ
ដែលអនុញ្ញាតចេញសារពមៀនវាយស្មៅបង្អើលពោះឲ្យបណ្ឌិតទាំងអស់នោះនាំគ្នាស្ងប់មាត់បើកុំអីគេចាប់ដាក់គុកពីទៀតហើយប៉ុន្តែស្ថានភាពនេះចាប់ដាក់គុកទៅវាអាក្រក់មើលពេកដោយសារតែទុំជោពេកហើយយើងវាគួរតែម៉ោងដោះលែងតែចាប់គេទៀតពិបាកអញ្ចឹងបានថ្នាក់ដឹកនាំដូរយុទ្ធសាស្ត្រទៅដូចជាចេញសារអីពមៀនតាមរបៀបប្រហើយករឿងកំ pl ែងអីមកលេងអញ្ចឹងក៏ប៉ុន្តែអារឿងវិភាគស្អីក៏ដោយនៅក្នុងសង្គមចំពោះខ្ញុំក្នុងសង្គមណាក៏ដោយសង្គមដែលរីកចម្រើនលឿនទៅមុខគឺជាសង្គមដែលបើកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋហ៊ាននិយាយការពិតហ៊ានរិះគន់ហ៊ានបញ្ចេញមតិវាអត់សំខាន់រឿងមតិស្អីឬក៏ស្អីទេព្រោះមតិគឺជាការយល់ឃើញហើយបើសំយោគមតិហ្នឹងបើការយល់ឃើញហ្នឹងប្រជាពលរដ្ឋតើជាអ្នកស្ដាប់ថាតើលោកបណ្ឌិតហ្នឹងនិយាយត្រូវអត់តើលោកបណ្ឌិតនេះនិយាយមានហេតុផលអត់ប្រជាពលរដ្ឋយកមកថ្លឹងថ្លែងហើយដល់ពេលអញ្ចឹងគាត់ជាអ្នកសម្រេចវាមិនមែនជាបណ្ឌិតហ្នឹងអ្នកសម្រេចឯណាហើយដល់ពេលយើងអត់ព្រមដាក់អាគំនិតហ្នឹងឲ្យពួកគាត់យកទៅស្ដាប់យកទៅពិចារណាអាគំនិតរបស់ប្រជាពលរដ្ឋដែលយកទៅថ្លឹងថ្លែងហ្នឹងក៏កាន់តែក្រិនទៅទៀតតែរដ្ឋាភិបាលទៅជាទប់គំនិតទាំងអស់ហ្នឹងវិញអត់មានស្រុកណារីកចម្រើនដោយសារការទប់គំនិតពហុគំនិតទេព្រោះរដ្ឋាភិបាលចង់ឲ្យតែបានគំនិតគ្រប់គ្រងរដ្ឋាភិបាលជំទាស់រដ្ឋាភិបាលតវ៉ាខ្មាំងប្រឆាំងខ្មោចនេះគឺជារបៀបដឹកនាំបែបខ្មែរក្រហមតែខ្មែរក្រហមណាដែលហ៊ាននិយាយអីបានគេឲ្យនិយាយលើកដៃបដិញ្ញាតែត្រូវតែសរសើរថាអង្គការមហាលុតផ្លោះមហាអស្ចារ្យនឹងរួចខ្លួនឡើងមកនិយាយថាហូបបបររៀលកក្លោកស្អែកឡើងបាត់មុខយកទៅសម្លាប់បាត់អាហ្នឹងមិនមែនជាការបញ្ចេញមតិទេហើយដល់ចឹងបបរនៅរៀលកក្លោកដដែលចេះតែអង្គការមហាលុតផ្លោះមហាអស្ចារ្យទៅស្លាប់រាល់ថ្ងៃយើងត្រូវឲ្យមតិទាំងអស់គ្នាហ្នឹងមតិខ្លះគឺវាពិបាកស្ដាប់ព្រោះពាក្យពិតវារែងស្លែងតែទទួលស្វាគមន៍ឲ្យស្ដាប់ទៅហើយយកទៅពិចារណាខ្ញុំជឿថាអ្នកដែលបានប្រយោជន៍គឺប្រជាពលរដ្ឋទាំង18លានអ្នកនៅពេលដែលស្ដាប់បណ្ឌិតហេតុអីបានជាគេសរសើរលោកបណ្ឌិតកែមលីហេតុអីបានជាប្រជាពលរដ្ឋប្រហែល2លានអ្នកទៅហៅសពលោកបណ្ឌិតកែមលីកាលពីឆ្នាំ2016ខែកក្កដាដោយសារតែលោកបណ្ឌិតកែមលីគាត់និយាយការពិតនៅក្នុងសង្គមដែលអត់មានមនុស្សណាហ៊ាននិយាយហើយកុំនិយាយថាលោកបណ្ឌិតកែមលីគឺជាអច្ឆរិយបុគ្គលជាមនុស្សអស្ចារ្យអីឲ្យសោះលោកបណ្ឌិតកែមលីគឺគ្រាន់តែជាបញ្ញាជនមួយរូបដែលប្រើមនសិការនិងឧត្តមគតិរបស់គាត់ហើយមិនខ្លាចសេចក្តីស្លាប់នៅក្នុងការហ៊ាននិយាយបណ្ឌិតដតីទៀតគឺជាបណ្ឌិតតែស្គរអជ័យធ្លាក់ទឹកហើយដូច្នេះគំនិតក៏មិនចាញ់លោកបណ្ឌិតកែមលីដែរប៉ុន្តែដោយសាររស់នៅក្នុងស្ថានភាពភ័យខ្លាចអត់ហ៊ាននិយាយទុកឲ្យលោកបណ្ឌិតកែមលីនិយាយតែម្នាក់ឯងគាត់ខ្លាចជាផ្ទាំងស៊ីបនៃការធ្វើឃាតតែម្ដងបើសិនអនុញ្ញាតឲ្យបណ្ឌិតទាំងអស់នឹងនិយាយប្រហាក់ប្រហែលតែលោកបណ្ឌិតកែមលីគេមិនដឹងសម្លាប់បណ្ឌិតមួយណាទេព្រោះអីនិយាយអញ្ចឹងស្រដៀងគ្នាដូច្នេះរឿងនេះគឺជារឿងគ្រោះថ្នាក់ដែរសម្រាប់អ្នកដែលហ៊ាននិយាយរិះគន់ការពិតដល់តែពេលគេចាប់ផ្ដើមគម្រាមអញ្ចឹងអស់មានអ្នកហ៊ាននិយាយទៀតដល់អញ្ចឹងនៅសល់ម្នាក់ពីរហ្នឹងគឺជាផ្ទាំងស៊ីបនៃការធ្វើឃាតឬការសម្លាប់ចោលទៀតហើយរឿងនេះហើយដែលធ្វើឲ្យគ្រោះថ្នាក់ដល់សង្គមយើងព្រោះអីប្រជាពលរដ្ឋអត់បានចំណេះដឹងលោកបណ្ឌិតកែមលីលោកបាននិយាយខ្លួនឯងថាគាត់នៅរស់ថាលោកមិនមែនជាមនុស្សប្រកែកអីទេបញ្ហាច្រើនពេកដែលលោកនិយាយអីក៏ប្រជាពលរដ្ឋពេញចិត្តដែរព្រោះបញ្ហាទាំងអស់នោះប្រជាពលរដ្ឋទូទៅបានតែខ្សឹបគ្នាទេមិនហ៊ាននិយាយក្នុងវេទិកាសាធារណៈទេដូច្នេះនិយាយសរុបសេចក្តីមកគឺបញ្ហាមានច្រើនអត់មានមនុស្សហ៊ាននិយាយមនុស្ស stress ប្រជាពលរដ្ឋតឹងទ្រូងស្ទើរធ្លាយនិយាយមិនចេញបានលោកបណ្ឌិតកែមលីជួយនិយាយគឺគាត់ធូរទ្រូងថាបណ្ឌិតត្រូវសរសើរថាគាត់ជាបុគ្គលអស្ចារ្យដល់ពេលចុងក្រោយខ្លាចទៅជាផ្ទាំងស៊ីបគេសម្លាប់គាត់ចោលបាត់អាហ្នឹងដែលជាអកុសលតែបញ្ហាសង្គមសួរថាពេលស្លាប់លោកបណ្ឌិតកែមលីទៅបញ្ហាសង្គមខ្មែរថយមែនអត់ថយទេកើនឡើងទ្វេដងព្រោះគុណនឹង3ដងផងព្រោះអីអស់មានអ្នកនិយាយអស់មានអ្នករិះគន់ធ្វើឲ្យគម្រាមអ្នកក្រៅអត់ហ៊ាននិយាយអាបញ្ហាវាកាន់តែកើនឡើងប្រជាពលរដ្ឋកាន់តែមានបញ្ហាខ្លោចផ្សាហ្នឹងទៀតអញ្ចឹងហើយបានជានៅក្នុងសង្គមដែលសម្បូរការបង្ក្រាបសម្លេងបញ្ចេញទូទៅចាប់មនុស្សដាក់គុកដោយចោទប្រកាន់ពីបទបញ្ចេញមតិហ្នឹងគឺអត់ទៅមុខទេហើយដល់ពេលមានសារអញ្ចេះទៀតរហូតតែធ្វើឲ្យបណ្ឌិតហ្នឹងកញ្ញាញ់ខួររួញទៀតរួញអស់ទៀតហើយបណ្ឌិតផ្សេងទៀតដែលបញ្ចេញមតិអីនឹងរួញហើយតាមពិតលោកហ៊ុនសែនមានប្រសាសន៍ត្រឹមត្រូវកន្លែងមួយដែលថាបើយើងចង់បញ្ចេញមតិពីរឿងការពារជាតិរឿងសន្តិសុខសង្គមជាតិរបស់យើងឬក៏រឿងយុទ្ធសាស្ត្រទ័ពអីហ្នឹងវាគួរតែជជែកក្នុងទ្វាបិទទ្វាឬក៏អីកុំឲ្យគេលើកខ្យល់ខ្ចាយតាមពិតរឿងការសង្កាត់ទ័ពវាជាការពិតហើយជាការដែលយកទៅជជែកដោយសង្កាត់ក៏ប៉ុន្តែមតិរបស់ប្រជាពលរដ្ឋសាមញ្ញនិយាយពីរឿងទ័ពនិយាយពីយុទ្ធសាស្ត្រឈ្នះនិយាយពីអីហ្នឹងគឺប្រជាពលរដ្ឋចេះតែជជែកទៅរឿងការងារសង្កាត់របស់អ្នកការងារសង្កាត់ផ្នែកការពារជាតិគឺមានក្រុមផ្សេងទៅដើម្បីយកមកថ្លឹងថ្លែងគ្នាប៉ុន្តែនៅពេលដែលលោកហ៊ុនសែនរិះគន់ថាកុំឲ្យនិយាយអាពាក្យហ្នឹងជាសាធារណៈរឿងទ័ពរឿងអីហ្នឹងលោកនិយាយតែរាល់តែដងតាលោកហ៊ុនសែននិយាយចឹងរាល់តែដងតាអារឿងទ័ពយើងយើងវាយគេយ៉ាងម៉េចយើងមានស្អីសំណាញ់មេឃសំណាញ់អីដែលទៅប្រាប់ថៃថាយើងមានសំណាញ់មេឃសំណាញ់អីថាយើងវាយអញ្ចេះប្រមាណម៉ោងយើងមានទិសនេះទិសនោះអីគាត់និយាយចឹងតែមកអាយុហ្នឹងហើយដល់ពេលហើយលទ្ធផលអត់មានអាសំណាញ់មេឃហ្នឹងចឹងឧទាហរណ៍តែចឹងទៅវាគាត់និយាយរឿងការពារជាតិរឿងបញ្ហាសន្តិសុខសង្គមបញ្ហាសត្រូវបញ្ហាកម្លាំងរបស់ខ្មែរអីហ្នឹងតរាល់តដងតាមវិទ្យុតាមទូរទស្សន៍តាមស្អីវេទិកាសាធារណៈហ្នឹងគាត់ដើរនិយាយរឿងហ្នឹងជាសម្ងាត់ឯណាគាត់និយាយដើម្បីប្រាប់ថាកម្ពុជាមានព្រៀបកម្ពុជាខ្លាំងកម្ពុជាចេះអាហ្នឹងគាត់និយាយបានប៉ុន្តែដល់ពេលនិយាយរឿងដោយបណ្ឌិតវិភាគតាក់ទងយើងខ្សោយយើងមានបញ្ហាហើយឥឡូវហ្នឹងយើងខ្លាំងនៅកន្លែងណាខ្ញុំកំពុងតែឆ្ងល់កម្ពុជាអត់មានឈ្នះថៃដោយសារតែយើងបែកបាក់ជាតិយើងមានបញ្ហាសង្គមយើងអត់ត្រូវគ្នាយើងបំផ្លាញគ្នាយើងអីបញ្ហា100ចំពោះថៃគេជឿឱកាសគេវាយយើងបានតែឥឡូវយើងនៅតែមានព្រៀបលើថៃទៅតាក់ទងតឡាការអន្តរជាតិតែយើងអត់ប្តឹងថៃអាហ្នឹងគឺដល់ពេលបណ្ឌិតនិយាយពីរឿងហ្នឹងគឺគេមុំម៉ៃណាស់ពួកគេគិតថាកម្ពុជាអត់ខ្សោយទេកម្ពុជានៅតែខ្លាំងអាចរងចាំថៃឲ្យដីមកវិញអីចឹងទៅគេកំពុងតែរងចាំទៅដូច្នេះបណ្ឌិតដែលវិភាគអញ្ចឹងទៅវារកម្មចិត្តដល់ថ្នាក់ដឹកនាំកម្ពុជាដែលកំពុងលួងចិត្តប្រជាពលរដ្ឋកម្ពុជាឲ្យយល់ថាគេយកបាន73កន្លែងមិនមែនខ្មែរខ្សោយទេបើខ្មែរខ្សោយគេយកដល់80 100កន្លែងឬក៏អស់ដីព្រំដែនហើយដូចលោកហ៊ុនសែនមកទៅឆ្លោះគ្នាជាមួយនឹងអ្នកដែលបញ្ចេញមតិណាមួយថាឡៃតរវល់រឿងចាក់បាល់ទៅគេយកដីខ្មែរអស់លីងហើយគាត់ទៅហៅរឿងគេថាបើយកដីអស់ម៉ែឪលោកឯងទៅនៅឯណាសប្ងៃហ្នឹងគឺគេអញ្ចឹងរឿងហ្នឹងគឺតាក់ទងនឹងរឿងគាត់មិនសប្បាយចិត្តទេនៅពេលដែលថាយើងខ្សោយយើងអីហ្នឹងព្រោះថ្នាក់ដឹកនាំអត់អាចទទួលយកបាននៅអាបរាជ័យយើងបរាជ័យដោយសារតែយើងមិនទទួលស្គាល់បរាជ័យហើយរកយុទ្ធសាស្ត្រដើម្បីឲ្យជោគជ័យវិញនេះគឺជាបរាជ័យហើយគ្មានមនុស្សណាមិនចេះបរាជ័យទេគ្មានអ្នកណាមិនចេះដួលទេក៏ប៉ុន្តែរឿងបរាជ័យរឿងដួលមិនមែនជារឿងសំខាន់ទេ
សំខាន់ថាតើយើងបោះគូតខោងើបដើរទៅវិញយ៉ាងស្វាហាប់ក្រោយពីដួលហ្នឹងតើយើងត្រូវធ្វើយ៉ាងម៉េចអាហ្នឹងបានដែលយើងខ្លាំងតែបើសិនជាយើងអត់ទទួលស្គាល់អាដួលហ្នឹងទេយើងអត់ព្រមរកវិធីថាទេដួលហ្នឹងខ្ញុំផ្លាត់ជើងឬក៏ខ្ញុំអីចឹងតែមិនទទួលស្គាល់ថាយើងអត់បានដើរមើលស្រួលដួលអត់បានរៀបចំផ្លូវដើរឬក៏លុបជំហុកលុបអីហ្នឹងឬក៏អីត្រៀមខ្លួនបើសិនជាលើកក្រោយដួលឲ្យមានស្អីការពារកុំឲ្យបាក់ឆ្អឹងបាក់ឆ្អែងអីយើងអត់អាហ្នឹងគឺយើងបរាជ័យហើយបាទឥឡូវខ្ញុំមិនវែងឆ្ងាយទៀតទេតកតងនឹងរឿងសាររិះគន់របស់ខ្មែរយើងតកតងនឹងបណ្ឌិតរឿងយើងច្រើនណាស់បងប្អូនយើងនៅតែជួយក្តិចគ្នាតែអញ្ចឹងឯងឥឡូវលោកអ៊ុំសំអានឯណោះរិះគន់លោកហ៊ុនសែនថារវល់ប្រឹងចាក់បាល់ពេលដែលថៃសម្រុកចាក់គ្រោះធ្វើផ្លូវទៅប្រាសាទខ្មែរនៅក្នុងសាររបស់លោកហ៊ុនសែននៅប្រហែលម៉ោងមុននេះនៅពេលគាត់និយាយពីរឿងបណ្ឌិតហើយនឹងអ្នកចៅទូកបណ្ឌិតអត់មាត់អត់គម្របអីហ្នឹងគឺគាត់បានបញ្ចប់ដោយឃ្លាមួយថាសូមប្រាប់បងប្អូនខ្មែរយើងកុំភ្លេចងើបមើលបាល់ម៉ោង4ភ្លឺនៅខ្មែរហ្នឹងខ្ញុំសរសើរថ្នាក់ដឹកនាំយើងគាត់មិនភ្លេចដាស់ប្រជាពលរដ្ឋយើងឲ្យមើលបាល់មើលអីគឺជាអ្នកស្នេហាកីឡាដ៏ស្មោះស្ម័គ្រដែរអឺប៉ុន្តែលោកអ៊ុំសំអានឯណាគាត់អត់នៅស្ងៀមដែរដោយសារអីថៃថ្ងៃនេះថ្ងៃ19ខែកក្កដានេះគឺកំពុងតែឈូសឆាយចាក់គ្រោះធ្វើផ្លូវអាគ្រោះក្រហមហ្នឹងទៅតំបន់ប្រាសាទតាមាន់ធំយ៉ាងកក្រឹកកក្រែងអញ្ចឹងទៅបានលោកអ៊ុំសំអានរិះគន់តាមបណ្ដាញសង្គមគាត់ថាថ្ងៃទី19ខែកក្កដាឆ្នាំ2026ថៃកំពុងចាក់ផ្លូវគ្រោះក្រហមទៅកាន់ប្រាសាទតាមាន់ធំរីឯលោកហ៊ុនសែនកំពុងចាក់បាល់ចាក់ដែរតែចាក់បាល់នោះក៏ចាក់គ្រោះយកដីខ្មែរសារនេះគឺជាសារចាក់ដោតដែរតាមពិតលោកអ៊ុំសំអានប្រកែរកឃ្លាយកមកប្រើដែររឿងបាល់រឿងចាក់អីភ្នាល់អីហ្នឹងខ្មែរយើងគេលេងតែអញ្ចឹងដែរនៅលើពិភពលោកណាក៏លេងដែរគាត់ថាខ្មែរយើងចម្លែកផងថ្នាក់ដឹកនាំយើងមិននិយាយរឿងភ្នាល់បាល់អីនៅលើបណ្ដាញសង្គមតែប៉ុណ្្នឹងឯងគ្មានអ្នកណាម្នាក់នៅលើលោកនេះបើស្អប់ខ្ពើមបាល់ទាត់គេចូលចិត្តគ្រប់គ្នាហ្នឹងគាត់ថាគេលេងដោយស្ងាត់ស្ងាត់មិត្តភ័ក្ដិអីចឹងតែថ្នាក់ដឹកនាំគេលួចដែរលោកត្រាំអីថាមកចាប់បាល់ក្រុមណាឬក្រុមណាដែរតែខ្មែរយើងគឺគាត់តែគាត់ចាប់ខុសពីរដងទៅទៀតចាប់បារាំងចាញ់ចាប់អង់គ្លេសហាលអាវតែឥឡូវក្រុមអេស្ប៉ាញនិងក្រុមអាសង់ទីនអត់លឺលោកហ៊ុនសែនប្រាប់ថាអ្នកណាចាញ់អ្នកណាឈ្នះទេតែយ៉ាងណាបងប្អូនខ្ញុំមានព័ត៌មានពីរឿងបាល់ទាត់នឹងបន្តិចដែរចូលតែជាប់វាតែម្ដងទៅសម្បត្តិបាល់ទាត់ដែលជុងផ្ដាច់ព្រាត់នេះគឺគេលក់នៅក្នុងតម្លៃរហូតដល់ជិត$2 លានជិត$2 លាន3សែនមួយសន្លឹកបងប្អូនសម្បត្តិមួយសន្លឹកជិត$2 លាន3សែនមានមនុស្សអាចទិញដែរខ្ញុំឆ្ងល់ដែរយីទៅអស្ចារ្យណាស់កីឡាបាល់ទាត់នេះខ្ញុំសូមសរសើរសម្បត្តិទស្សនាបាល់ទាត់វគ្គផ្ដាច់ព្រាត់គឺដាក់លក់រហូតដល់មួយសន្លឹក$2 លាន3សែនមិនប្រកាសថាមានអ្នកទិញទេប៉ុន្តែតម្លៃនេះបានឡើងដល់$2 លាន3សែនដែលអត់ដែលមានពីមុនមកទេក្នុងប្រវត្តិបាល់ទាត់សម្បត្តិមិនដែលថ្លៃដល់នេះទេថ្លៃខ្ទង់ត្រឹម$100,000តែឥឡូវដល់$1 លានតែម្ដងគឺសម្បត្តិដែលចូលទៅអង្គុយសឹងថាដល់ក្បែរជើងគេទាត់បាល់ហ្នឹងហ្មងមើលទៅសម្បត្តិនេះគឺឥឡូវនេះតម្លៃសម្បត្តិជាមធ្យមដែលគេលក់គឺមានចាប់ពីចន្លោះពី$11,000ឥឡូវថោកបំផុតក៏នៅត្រឹម$8,000ដែរសម្បត្តិមួយសន្លឹកសម្រាប់ទៅទស្សនាបាល់ទាត់នេះណាអូយថ្លៃជាងឡានមួយគ្រឿងហើយអញ្ចឹងតម្លៃជាមធ្យម$10,000សប្តាហ៍ថ្ងៃនេះឥឡូវវាឡើងទៀតហើយព្រោះដល់នៅសល់តែប្រហែលម៉ោងទៀតតើបងប្អូនបាល់ទាត់ពិភពលោកដែលអេស្ប៉ាញជាមួយនឹងអាសង់ទីននេះគឺលេងនៅម៉ោងគេចាប់ផ្ដើមពិធីប្រកាសមានភ្លេងមានចម្រៀងមានអីហ្នឹងគឺម៉ោង3ភ្លឺនៅស្រុកខ្មែរនេះម៉ោង3ភ្លឺនេះឥឡូវម៉ោង11ថ្ងៃអាទិត្យនៅស្រុកខ្មែរអញ្ចឹងម៉ោង3ភ្លឺចូលដល់រំលងអាធ្រាត្រចូលថ្ងៃច័ន្ទហើយអញ្ចឹងវាត្រូវរំលងអាធ្រាត្រនៅថ្ងៃច័ន្ទនៅស្រុកខ្មែរ3ភ្លឺនៅស្រុកខ្មែរហ្នឹងសល់ប្រហែលម៉ោងទៀតហ្នឹងគឺគេនឹងទាត់ផ្ដាច់ព្រាត់ហើយដែលត្រូវនឹងម៉ោង3រសៀលនៅឯតំបន់ភាគខាងកើតដល់តំបន់ក្រុង Lowell អីហ្នឹងតែបើនៅ Long Beach នេះគឺម៉ោង12ថ្ងៃត្រង់បាទគឺវាម៉ោងដែលគេចាប់ផ្ដើមលេងព្រោះអីយើងដើរយឺតជាងនៅខាងកើតនោះ3ម៉ោងនៅ Long Beach នេះបាទអញ្ចឹងនៅក្នុងនេះគឺហើយតើបាល់ទាត់ផ្ដាច់ព្រាត់ហ្នឹងគេលេងនៅណាហើយម៉ោងប្រហែលហ្នឹងហើយហេតុអីបានជាសម្បត្តិក៏ថ្លៃមកម្លេះតែគេរំពឹងអីគេឲ្យប្រកាសឲ្យអស់ចាយមែនបាល់ទាត់លើកនេះរឿងគឺអញ្ចេះទេបងប្អូនអាតម្លៃសម្បត្តិហ្នឹងវាកើនឡើងមិនមែនពីបាល់ទាត់ហ្នឹងវាអស់ចាយទេបាល់វានៅតែមូលដដែលទេវាអត់ដូរទៅជាជ្រុងទៅតាប៉ែតទៅពងកពើឯណាទេវានៅតែបាល់ដដែលក៏ប៉ុន្តែរឿងដែលប្រជាពលរដ្ឋដូចភ្លុកទឹកភ្លុកដីបាល់ទាត់នេះគឺទាត់នៅលើទឹកដីសហរដ្ឋអាមេរិកនៅភូកីឡដ្ឋានមួយនៅរដ្ឋ New Jersey នៅតំបន់ភាគខាងកើត New Jersey ភូកីឡដ្ឋាននេះឈ្មោះថា Mid Life ដែលដាក់មនុស្សបានរាប់ម៉ឺននាក់ដែលអញ្ចឹងហើយបានជាសម្បត្តិគឺក៏លក់ថ្លៃអញ្ចឹងទៅហើយបាល់ទាត់លើទឹកដីសហរដ្ឋអាមេរិកឮសូរថាលោកត្រាំហ្នឹងក៏ចង់ទៅចូលរួមមើលអាវគ្គផ្ដាច់ព្រាត់ហ្នឹងដែរយើងអត់ទាន់ដឹងព័ត៌មានចុងក្រោយយ៉ាងម៉េចទេព្រោះអីអ្នកណាក៏ចាប់អារម្មណ៍ដែរហើយជុងផ្ដាច់ព្រាត់ហ្នឹងនៅសល់តែ2គូហ្នឹងឯងឃើញតែមួយគូហ្នឹងឯងគឺចង់និយាយថាអេស្ប៉ាញទាត់ជាមួយនឹងអាសង់ទីនរឿងដែលគេរំភើបចាប់ចិត្តមែនតើហ្នឹងគឺMessi ដែលជាតារាបាល់ទាត់